គ្រូមន្តអាគមបានឃើញប្រពន្ធរបស់បុរសនោះសម្រាប់ជាលើកដំបូងគាត់បានលើកទូរស័ព្ទភ្លាមឆ្នាំងក្តៅពុះនៅពីមុខគាត់នឹងបានប្រោសវាដោយផ្ទាល់ទៅលើស្ត្រីនោះមុខមនុស្សនៅជុំវិញពួកគេមិនដឹងច្បាស់ពីការពិតទាំងស្រុងភ្ញាក់ផ្អើលនឹងសកម្មភាពរបស់អ្នកជំនាញហើយក៏នៅនឹងកន្លែងពួកគេមិនអាចជឿបានទេអ្នកជំនាញវេទមន្តនឹងហ៊ានធ្វើរឿងបែបនេះនៅពេលដែលទីបំផុតបុរសនោះក៏សន្លប់ត្រឡប់ទៅរកគាត់វិញដោយដឹងខ្លួនគាត់ក៏ប្រញាប់ទៅពិនិត្យមើលប្រពន្ធរបស់គាត់គ្រាន់តែដឹងថានាងមិនមែនរងរបួសទាំងស្រុងហើយមិនមានបំណងកាន់អ្នកជំនួយការដែលទទួលខុសត្រូវនាងគ្រាន់តែនិយាយដោយត្រជាក់ថានាងនឹងបដូរសម្លៀកបំពាក់របស់នាងបន្ទាប់ពីស្ត្រីនោះចេញទៅបុរសនោះសម្លឹងមើលអ្នកជំនួយការដែលនៅតែឈរនៅទីនោះកំហឹងបានកើនឡើងនៅក្នុងទ្រូងរបស់គាត់ចង់បោះជំហានទៅមុខហើយបង្រៀនមេរៀនមួយដល់អ្នកជំនាញវិនាទីបន្ទាប់អ្នកជំនាញបានប្រាប់បុរសម្នាក់ថាប្រពន្ធរបស់គាត់មិនមែនជាមនុស្សទេប៉ុន្តែជាព្រលឹងតែបានកាន់កាប់រាងកាយមនុស្សបុរសនោះអ្នកណាមិនជឿគាត់ដំបូងឡើយស្រាប់តែគិតដល់ពីរបៀបដែលប្រពន្ធរបស់គាត់ភ័យខ្លាចឈាមឆ្កែខ្មៅនិងអង្ករដំណើបរឿងភាគច្រើនដែលវិញ្ញាណត្រូវបានគេស្គាល់ជិះវៀងលួចចូលភ្លាមដោយភ័យខ្លាចចូលទៅក្នុងបេះដូងរបស់គាត់ប៉ុន្តែនៅតែបដិសេធមិនព្រមជឿវាពីព្រោះកាលពីគាត់នៅគ្រោះថ្នាក់ណាស់ប្រពន្ធគាត់ជាអ្នកជួយសង្គ្រោះគាត់ហើយរឿងរ៉ាវរបស់ពួកគេបានចាប់ដើមមួយខែមុនដោយសារអាប់ក្រាស់បុរសម្នាក់នោះបានបើកបរដោយចៃដន្យឡានរបស់គាត់ចូលទៅក្នុងអាសម័យត្រីដោយដែលគាត់កំពុងព្យាយាមបត់ត្រឡប់មកវិញគាត់បានជួបប្រទេសសត្វខ្យងពណ៌លឿងមួយក្បាលដែលអាចនិយាយបានវានៅតែបន្តសួរបុរសនោះម្ដងហើយម្ដងទៀតថាតើវាមើលទៅដូចជាមនុស្សឬព្រះច្រើនជាងបុរសម្នាក់ដែលត្រូវបានចិញ្ចឹមដោយជីដូនរបស់គាត់រឿងរ៉ាវដែលគេជាយូរមកហើយអំពីសត្វស្វានៅលើចិត្តខ្លាចជាព្រះដែលពួកគេនឹងធ្វើបញ្ឈប់អ្នកដើរឆ្លងកាត់មួយថ្ងៃមុនពេលឡើងដល់កំពូលហើយសួរសំណួរនេះឥតឈប់ឈរប្រសិនបើមនុស្សម្នាក់ឆ្លើយថាវាមើលទៅដូចជាព្រះឲ្យមនុស្សនោះនឹងខាតបង់50ឆ្នាំនៃជីវិតរបស់ពួកគេដែលជួយសក្តានខ្លាចជាព្រះពិតប្រសិនបើមនុស្សនិយាយថាសត្វខ្យងមើលទៅដូចមនុស្សសត្វខ្យងនឹងសម្លាប់មនុស្សហើយជំនួសកន្លែងរបស់ពួកគេដើម្បីរស់នៅក្នុងពិភពមនុស្សដូចដែលគាត់មិនដឹងត្រូវឆ្លើយតបយ៉ាងណាទេស្ត្រីនោះស្រាប់តែលេចចេញនៅចំពោះមុខគាត់ហើយបានឆ្លើយសំណួរនោះដោយឆ្លាតវៃសម្រាប់គាត់បន្ទាប់មកនាំគាត់ចេញពីទីបញ្ចុះសពពីព្រោះពួកគេបានបង្កើតអារម្មណ៍សម្រាប់ម្នាក់ម្យ៉ាងវិញទៀតពួកគេបានរៀបការមួយខែក្រោយមកអាពីពិពារឿងតែមួយគត់ដែលរំខានបុរសនោះគឺថាស្ត្រីតែងតែក្រោកពីដំណេកនៅពាក់កណ្ដាលអាធ្រាត្រដើម្បីតុបតែងមុខគាត់គិតថាវាគឺដូច្នេះគាត់មិនបានបង់ប្រាក់ទេការយកចិត្តទុកដាក់ច្រើនចំពោះវារហូតដល់ថ្ងៃបន្ទាប់ពិធីមង្គលការរបស់ពួកគេធីមែនបាននាំប្រពន្ធរបស់គាត់ទៅជួបមិត្តល្អបំផុតរបស់គាត់តែត្រូវបានប្រាប់ដោយអ្នកជំនាញខាងវេទមន្តដែលប្រពន្ធរបស់គាត់ទំនងជាគ្រាន់តែជាព្រលឹងមួយបុរសនោះបដិសេធមិនជឿដោយជឿជាក់យ៉ាងមុតមមថាភរិយារបស់គាត់ពិតជាធម្មតាឥតខ្ចោះប៉ុន្តែអ្នកជំនាញបានរំលឹកឡើងវិញគាត់ម្ដងទៀតថាប្រោះទឹកពុះឆ្នាំងក្តៅនៅទីនេះពីមុនមានន័យថាបង្ខំនាងឲ្យផ្លាស់ប្ដូរមុខរបស់នាងម្ដងទៀតប្រសិនបើបុរសនោះនៅតែមិនជឿគាត់អាចទៅផ្ទះឥឡូវនេះហើយមើលថែនាងបុរសនោះមានទំនុកចិត្តយ៉ាងណាចំពោះអ្នកជំនួយការមិនអាចជួយអ្វីបានក្រៅពីចាប់ផ្ដើមស្ទាក់ស្ទើរប៉ុន្តែដើម្បីបញ្ជាក់ពីភាពគ្មានទោសពៃរបស់ប្រពន្ធគាត់បានធ្វើតាមការណែនាំរបស់អ្នកជំនាញវេទមន្តហើយបានទៅត្រឡប់មកផ្ទះវិញដើម្បីមើលប្រពន្ធរបស់គាត់ប៉ុន្តែនៅពេលដែលគាត់ទទួលបានត្រឡប់ទៅផ្ទះវិញគាត់ស្ទាក់ស្ទើរម្ដងទៀតដោយខ្លាចថាអ្នកជំនាញវេទមន្តប្រហែលជាកំពុងនិយាយការពិតគាត់បានបើកទ្វារដោយប្រុងប្រយ័ត្នដើម្បីបំបែកហើយលួចមើលខាងក្នុងដោយស្ងាត់ដើម្បីគ្រាន់តែឃើញប្រពន្ធរបស់គាត់កាត់មុខរបស់នាងដោយកាំបិតនៅពេលដែលស្រទាប់ដើមនៃស្បែកត្រូវបានបកចេញប្រេះនិងបាក់មុខបានលេចចេញមកនៅខាងក្រោមដោយភ័យខ្លាចបុរសនោះបានបិទទ្វារបិទគាត់ព្យាយាមធ្វើឲ្យខ្លួនឯងស្ងប់ចិត្តប៉ុន្តែភ័យស្លន់ស្លោទាំងស្រុងបានគ្រប់គ្រងចិត្តរបស់គាត់បដិញ្ញាចិត្តស្វែងរកការពិតភ្លាមនោះគាត់បានបើកទ្វារចំហតែបែកជាឃើញស្ត្រីម្នាក់បោះស្បែកមួយដុំចូលទៅក្នុងសម្រាមហើយមុខរបស់នាងឥឡូវនេះមើលទៅនៅរដូវឥតខ្ចោះនេះចាក់ចេញភ្លាមបុរសនោះមានការងឿងឆ្ងល់ប៉ុន្តែស្ត្រីនោះបានប្រាប់គាត់ថាមុខដើមរបស់នាងត្រូវបានគ្របដណ្ដប់ដោយរបាំងមុខជីវសាស្ត្រដែលបានការពារការខូចខាតពិតប្រាកដណាមួយបន្ទាប់ពីបានស្ដាប់នេះបុរសនោះបានយករបាំងមុខទៅយ៉ាងលឿនពិនិត្យហើយឃើញថាវាពិតជាដូចដែលនាងនិយាយអញ្ចឹងស្បែកមួយដុំតែត្រូវបានឆេះការធូរស្បើយបានហូរចុះមកបុរសដែលគាត់មិនជឿអ្នកជំនាញវេទមន្តប៉ុន្តែនៅថ្ងៃបន្ទាប់នៅកន្លែងធ្វើការបុរសនោះបានឃើញអ្នកជំនាញវេទមន្តម្ដងទៀតនៅក្នុងការិយាល័យរបស់គាត់ចង់ប្រឈមមុខនឹងអ្នកជំនាញខាងវេទមន្តអំពីកុហកគាត់ប៉ុន្តែអ្នកជំនួយការបានប្រាប់ដោយស្ងប់ស្ងាត់គាត់ថាអាយុជីវិតរបស់គាត់ហៀបនឹងដល់ហើយអស់កម្លាំងទាំងស្រុងដោយស្ត្រីម្នាក់មិនព្រមដើម្បីជឿវាបុរសនោះបានព្យាយាមភ្លាមដើម្បីបោះចោលអ្នកជំនាញវេទមន្តប៉ុន្តែនៅក្នុងបន្ទាប់ភ្លាមនោះអ្នកជំនាញខាងវេទមន្តបានសួរគាត់ថាតើគាត់មិនដែលបានដេកជាមួយស្ត្រីនោះទេទទួលបានការបញ្ជាក់អ្នកជំនួយការយ៉ាងរហ័សបានពន្យល់ពីមូលហេតុដែលនាងបានជិះវៀងភាពស្និទ្ធស្នាលគឺត្រូវរងចាំរហូតដល់បុរសនោះនៅខ្សោយបំផុតរបស់គាត់ដែលនឹងជាថ្ងៃទី15នៃខែនេះមានតែពេលនោះទេដែលអាចធ្វើបានដើម្បីជិះវៀងប្រតិកម្មវិញបានបញ្ចប់ហើយធានាថានាងពិតជាបានក្លាយជាមនុស្សដោយឃើញថាបុរសនោះនៅតែមិនជឿគាត់ទេអ្នកជំនាញវេទមន្តបានដកយកគ្រឿងការពារចេញភ្លាមហើយបានប្រាប់គាត់ឲ្យត្រាំក្នុងទឹកហើយឲ្យវាទៅកាន់ស្ត្រីនោះដោយអះអាងថាម្ដងនាងបានផឹកវាបុរសនោះនឹងឃើញការពិតរបស់នាងរូបរាងដោយមិនចាំបាច់រងចាំការឆ្លើយតបអ្នកជំនួយការបានងាកមកហើយបានចាក់ចេញនៅយប់នោះដើម្បីទប់ស្កាត់អ្វីដែលអ្នកជំនាញខាងវេទមន្តបានព្រមានអំពីបុរសនោះបានព្យាយាមរួមរកជាមួយប្រពន្ធគាត់តែនាងបដិសេធគាត់ពេលនាងសុំឲ្យគាត់រងចាំ3ថ្ងៃទៀតការតាំងចិត្តដ៏រឹងមាំរបស់បុរសនោះបានចាប់ផ្ដើមស្ទាក់ស្ទើរព្រោះ3ថ្ងៃក្រោយមកនឹងមានថ្ងៃទី15ដែលអ្នកជំនាញខាងវេទមន្តបានលើកឡើងមុនពេលបុរសនោះថែមទាំងអាចបដិសេធបានទៀតផងគាត់បានឮសំឡេងរបស់គាត់ប្រពន្ធនិយាយថានាងនឹងនាំគាត់ទៅជួបនាងសន្តាគារដែលមានប្រធានបទរបស់មិត្តល្អបំផុតដោយអះអាងថាវាជាសន្តាគារមានម្ហូបចិនប្រពៃណីកំពុងរៀបចំឡើងហើយពួកគេអាចចំណាយពេលពេញមួយថ្ងៃនៅទីនោះបុរសនោះពិតជាមិនចង់ទៅទេប៉ុន្តែនៅពេលបន្ទាប់គាត់មានអារម្មណ៍ថាមន្តអាគមការពារដែលអ្នកជំនាញបានផ្ដល់ឲ្យគាត់ហោប៉ៅរបស់គាត់ដើម្បីលាតត្រដាងអាថ៌កំបាំងរបស់ប្រពន្ធគាត់យកព្រមភ្លាមមិនយូរប៉ុន្មានថ្ងៃទី15បានមកដល់ដោយធ្វើតាមការណែនាំរបស់គាត់ប្រពន្ធបានឲ្យគាត់បុរសនោះបើកឡានម្ដងទៀតចូលទៅក្នុងទីបញ្ចុះសពដូចដែលគាត់នៅមានអារម្មណ៍ច្របូកច្របល់គាត់បានឃើញសន្តាគារលេចចេញមកពីអាប់សម្លឹងមើលអាហារដ៏ប្រណីតរៀបចំដោយមិត្តរបស់នាងបុរសនោះមិនចង់ញ៉ាំទេប៉ុន្តែស្ត្រីនោះនៅតែញ៉ាំជំរុញគាត់ដោយគ្មានជំរឿផ្សេងទៀតគាត់បានផឹកទឹកនៅចំពោះមុខគាត់វិនាទីបន្ទាប់គាត់មានអារម្មណ៍វិលមុខពេលគាត់ភ្ញាក់ពីដំណេកម្ដងទៀតគាត់បានរកឃើញថាគាត់ត្រូវបានតាក់ក្នុងបន្ទប់អាពាហ៍ពិពាហ៍ឃើញពណ៌ក្រហមសម្លៀកបំពាក់អាពាហ៍ពិពាហ៍នៅលើខ្លួននេះការភ័យខ្លាចពេញភ្លាមនៅពេលនោះប្រពន្ធរបស់គាត់បានបង្ហាញខ្លួនផងដែរស្លៀកពាក់ពណ៌ក្រហមនឹង